រឿងអ្នកតាទ្វារស្រុកនៅភូមិកំពង់សំរិទ្ធឃុំមានស្រុកព្រៃឈរខេត្តកំពង់ចាមមានអ្នកតាមួយសំខាន់ជាងគេឈ្មោះអ្នកតាទ្វារស្រុកមានទីលំនៅនៅលើដីទួលមួយខ្ពស់ជិតជើងភ្នំត្រង់កន្លែងដីទួលនោះកាលពីដើមគ្មានដើមឈើសោះទេមានតែវាលទទេយូរក្រោយបន្តិចមកស្រាប់តែមានតាចាស់ម្នាក់ស្លៀកពាក់ស្អាតបាតទៅនិយាយនឹងលោកគ្រូចៅអធិការវត្តកំពង់សំរិទ្ធថាខ្ញុំកណាមកសុំរោងលោកគ្រូមួយជ្រកកោនផងសប្តាហ៍ថ្ងៃគ្មានមកលុបជ្រកទេលោកគ្រូចៅអធិការសួរថាតើឯងនៅឯណាតានោះឆ្លើយថាខ្ញុំកណានៅត្រង់ដីទួលខ្ពស់នោះឯងទើបលោកគ្រូចៅអធិការថាតើឯងទៅវិញចុះចាំថ្ងៃក្រោយអាត្មាទៅធ្វើរោងមួយឲ្យលោកគ្រូថាមិនទាន់ផុតពីមាត់ផងស្រាប់តែបែរមើលតានោះបាត់ភ្លាមមួយរំពេចរកមើលពុំឃើញមិនទាន់មិនដឹងជាទៅផ្លូវណាដល់ថ្ងៃក្រោយលោកគ្រូចៅអធិការរៀបរាប់ប្រាប់អាចារ្យវត្តតាមដំណើររឿងទើបអាចារ្យដើរបបួលឧបាសកឧបាសិកាជើងវត្តទាំងអស់គ្នាឲ្យយកឈើធ្វើរោងប្រក់ក្បឿងត្រង់កណ្ដាលដីទួលឲ្យតាទ្វារស្រុកនៅអ្នកស្រុកទាំងអស់ក៏ស្រុះស្រួលគ្នាខ្លះបានឈើខ្លះបានក្បឿងនាំគ្នាធ្វើរោងហើយជាស្រេចទើបយកថ្មមួយដុំទំហំ2 ម៉ែត្រ 4 ជ្រុងទៅតម្កល់ទុកក្នុងរោងជាតំណាងរូបអ្នកតាទ្វារស្រុករួចអាចារ្យនិងពពួកឧបាសកជើងវត្តទាំងអស់កំណត់ថ្ងៃខែឆ្នាំនិងធ្វើបុណ្យថ្វាយមួយយប់សូមឲ្យតាទ្វារស្រុកថែរក្សាកូនចៅនៅក្នុងស្រុកទាំងមូលឲ្យបានសុខសប្បាយបើមានជំងឺឯស្រុកភូមិក្រៅសូមឲ្យតាទ្វារស្រុកជួយកម្ចាត់បង់ឲ្យចេញឆ្ងាយពីស្រុកទៅកុំឲ្យមកបៀតបៀនដល់កូនចៅក្នុងស្រុកឲ្យសោះតាំងពីនោះមកអ្នកស្រុកបានសុខសប្បាយដោយសេចក្តីប្រាថ្នាមែនក៏បបួលគ្នាកំណត់ធ្វើបុណ្យមួយឆ្នាំម្ដងរាល់ឆ្នាំតែបើឆ្នាំណាមានកើតជំងឺផ្សេងក្នុងស្រុកអ្នកស្រុកក៏នាំគ្នាភ័យឆោឡោបបួលគ្នាទៅអុជទៀនធូបត្រង់មុខអ្នកតាទ្វារស្រុកនិយាយថាកូនចៅមានភ័យតក់ស្លុតខ្លាំងណាស់ឥឡូវមកសុំឲ្យតាទ្វារស្រុកជួយកម្ចាត់ភ័យផិតចេញនិងធ្វើបុណ្យថ្វាយមួយយប់ត្រឡប់មកផ្ទះវិញជំងឺទាំងប៉ុន្មានក៏សើចស្លាហើយដូចចិត្តប្រាថ្នាក៏ជឿជាក់ពិតបបួលគ្នាធ្វើបុណ្យថ្វាយកំណត់ថ្ងៃទៅនិមន្តលោកចម្រើនព្រះបរិត្តនិងទេសនាព្រឹកឡើងប្រគេនចង្ហាន់ដាឆ្លងហើយបបួលគ្នាយកបាយសម្លបង្អែមទៅដាក់សែននៅមុខអ្នកតាទ្វារស្រុកនិយាយថាកាលកូនចៅមានភ័យមកបន់លោកតាទ្វារស្រុកឲ្យជួយកម្ចាត់ជំងឺដែលកូនចៅឈឺនោះតាទ្វារស្រុកជួយកាន់ខ្នងរងមុខកម្ចាត់ជំងឺបានជាសះស្បើយមែនឥឡូវនេះយើងធ្វើបុណ្យថ្វាយរួចសពគ្រប់អស់ហើយសូមតាទ្វារស្រុក
កុំចាប់មាត់ចាប់កពាក្យកូនចៅទាំងអស់គ្នាទៀតបើមានការឆ្លោះឆ្លយខ្វះខាតអ្វីសូមកុំប្រកាន់ទោសអូសដំណើរឲ្យសោះរឿងអ្នកតាទ្វារស្រុកនេះលោកងួនអយជាអាចារ្យសម្រាប់វត្តកំពង់សំរិទ្ធបានដំណាលថាកាលពីដើមត្រង់ដីទួលខ្ពស់ដែលជាកន្លែងអ្នកតានេះគ្មានដើមឈើមួយដើមសោះទេដីទួលនេះនៅខាងមុខភ្នំនៅភ្នំនោះមានតែផ្លូវរទេះមួយប៉ុណ្ណោះសម្រាប់ធ្វើដំណើរទៅកាន់ភូមិឯផ្លូវរទេះនេះចុងម្ខាងចុះត្រង់ទៅទួលមួយខ្ពស់ដែលជាកន្លែងអ្នកតាបើអ្នកស្រុកចិត្តឆ្ងាយបរទេសមកដល់ទីទួលខ្ពស់នោះហើយមិនបានដាក់នំចេកដូងថ្វាយទេរទេះនោះនឹងបាក់កង់កម្មផ្អើលគោក្របីរត់ចោលរទេះឬក៏ធ្វើឲ្យមនុស្សចុកពោះគ្រុនក្តៅរងាញ័រញាក់មិនឃ្លានបាយទឹកទាល់តែយកមាន់សមួយគូដូងមួយគូបាយសបាយក្រហមបង្អែមចំអាបថ្វាយនិយាយសុំទោសទើបជាភ្លាមបានជាគេហៅអ្នកតានេះតាទ្វារស្រុកព្រោះមានរឿងដំណាលថានៅលើទីទួលខ្ពស់នោះពីដើមមានតាចាស់ម្នាក់ឈ្មោះជាគាត់បានទៅកាប់គាស់ដីដាំដំណាំផ្សេងមិនបានប៉ុន្មានផងតាជាក៏ឈឺចាញ់ស្លាប់ទៅកន្លែងដីទួលតាជាធ្វើចំការនេះទុកចោលទំនេរគ្មានអ្នកណាហ៊ានមកធ្វើដំណាំតទៅទៀតសោះតាំងពីនោះមកទីដីត្រង់នោះគេសន្មតហៅថាទួលតាជាដោយទួលនេះនៅចំផ្លូវរទេះដែលចេញមកពីភ្នំទៅកាន់ស្រុកឯទៀតនោះទើបគេសន្មតហៅទួលនេះថាទួលតាទ្វារស្រុកយូរទៅក៏ហៅคล้ายទៅជាតាទ្វារស្រុករហូតដល់សព្វថ្ងៃខ្មោចតាជាដែលបានស្លាប់នៅលើដីទួលនេះហើយដែលបានคล้ายខ្លួនស្លៀកពាក់សទៅនិយាយសុំរងលោកគ្រូចៅអធិការវត្តកំពង់សំរិទ្ធហើយដែលបានคล้ายជាអ្នកតាហៅថាអ្នកតាទ្វារស្រុករហូតមកដល់សព្វថ្ងៃនេះ